ធ្លាប់តែលើគេថាផ្លែថ្លោកបាទឥឡូវនេះបានមកឃើញផ្ទាល់ភ្នែកហើយបងប្អូនបាទនៅចិត្តប្រាសាទបាគងខេត្តសៀមរាបបាទបងប្អូនបាទផ្លែថ្លោកនេះគឺតូចតូចទេបងប្អូនបាទនិយាយរួមទៅលើកទី1ហើយដែលឃើញបាទគឺប្លែកភ្នែកបាទមិនដែលឃើញពីមុនមកទេប៊ីសនឹង3ហូបទៅហើយបងប្អូនបាទអត់ដឹងថាផ្លែថ្លោកហ្នឹងវាធំអស់ប៉ុណ្ណឹងណាបាទស្មានតែគេហូបទាំងខ្ចីបាទប៊ីសនឹងបេះចេញបាល់ហើយបងប្អូនបាទនិយាយរួមទៅផ្លែវាគេថាផ្លែធំអស់គឺប៉ុនកភូនជាងឯនោះបាទនេះគ្រាន់តែជាក្តាប់ទេហើយខ្ញុំស្មានតែផ្លែហ្នឹងបាទគេហូបបាទទាំងក្តាប់ចឹងបាទប៊ីសយកចេញបាល់បងប្អូនបាទនិយាយរួមទៅបាទគឺបាទមិនដែលឃើញផ្លែថ្លោកពីមុនទេបងប្អូនបាទនេះបងប្អូនបាទថ្លោកតូចទេមិនប៉ុន្មានដៃទេបងប្អូនក្តាប់ផ្លែហ្នឹងពេលទុំទៅវាផ្អែមស្តៀងខ្វិតដែរអង្គតយើងដាក់ស្ករបងប្អូនឆ្ងាញ់ឥឡូវក្តាប់បាទនៅសៀមរាបបងប្អូនបាទនៅម្ដុំបាទស្អីក៏ប្រាសាទបាគងបងប្អូនបាទនៅម្ដុំប្រាសាទបាគងនេះច្រើនបងប្អូនបាទដើមធំបងប្អូននេះបាទនេះគាត់ថាជាមែករបស់វាបងប្អូនបាទនេះធំខ្លាំងហើយលើធំៗណាក្រមតូចទេបាទអញ្ចឹងលើកទី1បាទឃើញដើមផ្លែថ្លោកបងប្អូនបាទនេះសម្រាប់បងប្អូនដែលស្គាល់បាទនេះអាចមើលបានថ្លោក